តើបីយុវជនចំនួនក្រោយអតីតបងធំទី2នៃរបបខ្មែរក្រហមនួនជាបានអះអាងនៅថ្ងៃច័ន្ទនេះថាការខ្លាចខ្លួនជាជនកុម្មុយនីសរបស់គាត់គឺដោយសារតែការឈឺចាប់និងការជិះជាន់នៅក្នុងសង្គមហើយបន្តធ្វើការបកស្រាយថាខ្មែរក្រហមគ្មានកំហុសនោះទេនៅក្នុងការកាត់ក្តីរបស់អង្គជំនុំជម្រះសាលាដំបងនៃសាលាក្តីខ្មែរក្រហមដោយផ្ដោតទៅលើសាវតានៃកំណើតបកកុម្មុយនីសកម្ពុជាអតីតប្រធានសភាខ្មែរក្រហមបានរៀបរាប់ថាខ្លួនបានបណ្ដុះគំនិតតស៊ូក្រោមការជិះជាន់ពីបារាំងនិងខ្មែរដូចគ្នានៅក្រោមរបបអាណានិគមនិយមបារាំងនៅក្នុងសវនាការនួនជាបានរៀបរាប់ពីការយល់ឃើញរបស់គាត់នៅក្នុងការចូលរួមចលនាកុម្មុយនីសដែលថាចលនានេះនឹងជួយប្រឆាំងនឹងផ្ដួលរំលំរបបដែលគាត់ស្អប់ខ្ពើមនោះទោះជាយ៉ាងណានួនជាបន្តរិះគន់ទៅលើប្រទេសវៀតណាមថាប្រទេសវៀតណាមបានគ្រប់គ្រងចលនាបកកុម្មុយនីសកម្ពុជាហើយនួនជាបានច្រានចោលការចោទប្រកាន់ពីឧក្រិដ្ឋកម្មនានាមកលើមេដឹកនាំខ្មែរក្រហមនិងទាមទារឲ្យតុលាការបញ្ឈប់ការចោទប្រកាន់ទាំងនោះដូច្នោះណាទម្លាក់ឧក្រិដ្ឋកម្មសង្គ្រាមបល័យពូជសាសន៍សង្គ្រាមអីនេះវាមិនមែនខ្មែរនឹងខ្មែរទេវាយួននឹងខ្មែរយួនសម្រាប់ខ្មែរកុំយល់ថាខ្មែរក្រហមវាអាក្រក់ខ្មែរក្រហមបល័យពូជសាសន៍ខ្មែរក្រហមជាឧក្រិដ្ឋកម្មសង្គ្រាមខ្មែរក្រហមស្អីទាំងអស់វាអត់សោះនួនជានិងអតីតមេដឹកនាំកម្ពុជាខ្មែរក្រហមចំនួន3នាក់ផ្សេងទៀតគឺអៀងសារីអតីតឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសខៀវសំផនអតីតប្រមុខរដ្ឋខ្មែរក្រហមនិងអៀងធីរិតប្រពន្ធរបស់អៀងសារីអតីតរដ្ឋមន្ត្រីក្រសួងសង្គមគិច្ចត្រូវចោទប្រកាន់ពីបទឧក្រិដ្ឋកម្មសង្គ្រាមឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនិងបទប្រឡាយពូជសាសន៍សម្រាប់សំណុំរឿង002ប៉ុន្តែអៀងធីរិតត្រូវតុលាការសម្រេចថាពុំមានសម្បទាគ្រប់គ្រាន់សម្រាប់ចូលរួមការកាត់ទោសនោះទេអតីតជនកុម្មុយនីសម៉ៅនិយមទាំងនេះបានដឹកនាំអំណាចពីខែមេសាឆ្នាំ1975ដល់ខែមករាឆ្នាំ1979មានប្រជាពលរដ្ឋកម្ពុជាស្លាប់បាត់បង់ជីវិតដោយសារការសម្លាប់ដោយការបង្អត់អាហារនិងដោយការធ្វើពលកម្មធ្ងន់ធ្ងរអស់យ៉ាងតិចចំនួន1,700,000 នាក់នៅក្នុងអំឡុងពេលដែលពួកគេកាន់អំណាចអស់រយៈពេលជិត4ឆ្នាំនួនជាដែលមានអាយុ85ឆ្នាំទៅហើយនៅឆ្នាំនេះធ្លាប់ចូលរួមនៅក្នុងចលនាបកកុម្មុយនីសនៅប្រទេសថៃមុននឹងចូលរួមដឹកនាំបកកុម្មុយនីសកម្ពុជានៅស្រុកខ្មែរនៅក្នុងចម្លើយតបទៅនឹងការចោទសួររបស់លោកស្រីចៅក្រម Sylvia Catray នួនជាបានទទួលស្គាល់ថាខ្លួនបានទៅរៀននយោបាយនៅប្រទេសវៀតណាមអស់រយៈពេលជាង1ឆ្នាំមុននឹងក្រុមខ្មែរក្រហមឡើងកាន់អំណាចអ្នកនាំពាក្យស្ថានទូតវៀតណាមធ្លាប់បានហៅសេចក្តីអះអាងរបស់នួនជាដែលថាវៀតណាមជាប់ពាក់ព័ន្ធទៅនឹងការស្លាប់របស់ប្រជាពលរដ្ឋកម្ពុជានោះថាជាការភូតកុហកជនរងគ្រោះមួយចំនួនដែលបានចូលរួមសវនាការនៅថ្ងៃនេះបានប្រតិកម្មដោយកំហឹងតបទៅនឹងការលើកឡើងរបស់នួនជាដោយសំអាងថាគាត់មិនមានការទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្មដែលបានកើតឡើងអត់ទទួលយកបានទេសម្ដីគាត់ហ្នឹងអាសម្ដីផ្អែមល្ហែមអត់ខុសពីអា001ទេសម្ដីគាត់អត់ខុសគ្នានេះអា001ដូចគឺផ្អែមល្ហែមមកហើយបាទក៏ប៉ុន្តែបញ្ហាអីនេះស្អីគឺថាវាពីថ្នាក់លើដាក់ចុះមកពីថ្នាក់លើដាក់ចុះមកអស់ដោយឡែកលោកហុងកឹមសួនមេធាវីមួយរូបតំណាងឲ្យដើមបណ្ដឹងរដ្ឋប្រវេណីមានប្រសាសន៍ថានួនជានៅមិនទាន់និយាយការពិតនៅឡើយពីទីក្រុងភ្នំពេញខ្ញុំគង់សុថានរិទ្ធ VOA សំឡេងសហរដ្ឋអាមេរិក